ការវះដកស៊ីលីកូនចេញមិនមែនជាការកែសម្ផស្សទេតែវាគឺជាការព្យាបាលឲ្យអ្នកទាំងគ្នាគេចពីគ្រោះថ្នាក់ជំរាបសួរអ្នកទាំងគ្នាពីខ្ញុំវិជ្ជបណ្ឌិតសេងថាវធាដែលជាវិជ្ជបណ្ឌិតឯកទេសនៅក្នុង Charming Clinic ហើយក៏ជាវិជ្ជបណ្ឌិតដែលបញ្ចប់ការសិក្សានៅក្នុងទីក្រុងភ្នំពេញក៏ដូចជាទីក្រុងកង់ប្រទេសបារាំងហើយនៅភូមិវិកំភ្លេមងទែនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងដូចគ្នាថ្ងៃនេះខ្ញុំលើកប្រធានបទមួយដែលទាក់ទងជាមួយការដកសារធាតុរាវដោយសារអ្នកទាំងអស់គ្នានៅតែយល់ច្រឡំថាការវះដកសារធាតុរាវហ្នឹងវាហើយភ្លាមមកដល់គ្នានឹងធ្វើការស្អាតឬក៏កន្លែងដែលអ្នកធ្វើចាក់ពីមុនហ្នឹងនៅដើមទ្រូងឬក៏នៅអវយវៈផ្សេងៗហ្នឹងត្រូវស្អាតដូចដើមអានេះជាការដែលយល់ច្រឡំមួយការវះដកសារធាតុរាវគឺជាការដកយកសារធាតុហ្នឹងដែលគ្រោះថ្នាក់សម្រាប់អ្នកទាំងនេះចេញហើយការជួសជុលឡើងវិញគឺគេនឹងធ្វើនៅពេលក្រោយមិនមែនស្អាតក្នុងពេលហ្នឹងទេដូច្នេះការវះដកសារធាតុរាវមិនមែនជាការកែសម្ផស្សទេគឺការព្យាបាលឲ្យអ្នកទាំងនេះរួចពីគ្រោះថ្នាក់នៅកត្តាណាមួយដែលបង្កឡើងដោយសារសារធាតុរាវហ្នឹងសារធាតុរាវវាអាចបង្កដល់គ្រោះថ្នាក់ដល់អាយុជីវិតទៀតបើសិនជាយើងដកវាមិនទាន់ពេលហើយពេលដែលវាធ្វើទុកក៏ពិបាកក្នុងការព្យាបាលដែរដូច្នេះបានជា Charming Clinic តែ recommend អ្នកទាំងគ្នាឲ្យមកដកវាមុនពេលដែលវាធ្វើទុកទៅលើខ្លួនប្រាណអ្នកទាំងគ្នាអ្នកទាំងគ្នាចង់ដឹងព័ត៌មានច្បាស់អ្នកទាំងគ្នាអាចមក Charming Clinic ដើម្បីសួរព័ត៌មានពីជំហានមួយៗនៃការដកសារធាតុរាវនោះបានសូមអរគុណសូមជម្រាបលា